តើមនុស្សយន្តអាចជួយមនុស្សចាស់ក្នុងអ៊ីស្រាអែលឲ្យរស់នៅឯករាជ្យបានទេតើអ្នកធ្លាប់គិតទេថារឿងតូចដូចជាការចងខ្សែស្បែកជើងអាចក្លាយជាបញ្ហាធំនៅពេលចាស់ចុះបើខ្ញុំប្រាប់អ្នកថាបច្ចេកវិទ្យាអាចផ្ដល់ឲ្យពួកគេនូវសេរីភាពដែលបាត់បង់វិញក្នុងប្រទេសអ៊ីស្រាអែលមនុស្សចាស់ជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គដែលយើងភាគច្រើននឹកស្មានមិនដល់ពីការលំបាកក្នុងការធ្វើដំណើររហូតដល់ការឯកោដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពួកគេប៉ុន្តែមានដំណោះស្រាយមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេគឺមនុស្សយន្តព្យាបាលតើវាដំណើរការយ៉ាងណាហើយតើវាអាចជួយរក្សាសេចក្តីថ្លៃថ្នូររបស់ពួកគេបានយ៉ាងដូចម្តេចលោកយាយរ៉ាហែលអាយុ87ឆ្នាំរស់នៅម្នាក់ឯងក្នុងទីក្រុង Tel Aviv គាត់បាននិយាយថាខ្ញុំមិនចង់ក្លាយជាបន្ទុកសម្រាប់កូនខ្ញុំទេប៉ុន្តែពេលខ្លះការគ្រាន់តែលើកពែងទឹកក៏ពិបាកដែរបញ្ហាទាំងនេះមិនមែនជារឿងចម្លែកទេការស្រាវជ្រាវបង្ហាញថាមនុស្សចាស់ជាច្រើនមានអារម្មណ៍ឯកោហើយបាត់បង់លទ្ធភាពធ្វើរឿងធម្មតាដែលធ្លាប់ធ្វើបានដោយខ្លួនឯងនេះអាចនាំឲ្យពួកគេមានអារម្មណ៍អស់សង្ឃឹមនិងបាត់បង់តម្លៃខ្លួនឯងការថែទាំក៏ថ្លៃដែរហើយកូនតែងតែរវល់ជាមួយកិច្ចការប្រចាំថ្ងៃរបស់ពួកគេនេះជាកន្លែងដែលមនុស្សយន្តព្យាបាលបានចូលរួមឧទាហរណ៍ដូចជារ៉ូបូតចិញ្ចឹម Paro ដែលមានរាងដូចកូនឆ្កែសមុទ្រវាអាចឆ្លើយតបនឹងការប៉ះនឹងសំឡេងដោយផ្ដល់ភាពកក់ក្ដៅនិងកាត់បន្ថយភាពតានតឹងដូចអ្នកជំនាញខាងជ្រាវវិទ្យាលោកសាស្ត្រាចារ្យ Cohen ធ្លាប់បានពន្យល់ថាមនុស្សយន្តទាំងនេះមិនមែនគ្រាន់តែជាប្រដាប់ក្មេងលេងនោះទេគឺវាជាឧបករណ៍ជំនួយផ្លូវចិត្តដ៏មានឥទ្ធិពលដែលអាចជួយមនុស្សចាស់ឲ្យមានអារម្មណ៍ថាពួកគេនៅតែមានទំនាក់ទំនងជាមួយពិភពលោកក្រៅពីនេះក៏មានមនុស្សយន្តផ្សេងទៀតដែលជួយរំលឹកឲ្យលេបថ្នាំជួយក្នុងការហាត់ប្រាណស្រាលឬសូម្បីតែជាមិត្តនិយាយលេងជាមួយពួកគេមនុស្សយន្តទាំងនេះផ្ដល់ឲ្យពួកគេនូវឯករាជ្យភាពឡើងវិញនិងជួយឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងមានតម្លៃការសិក្សាមួយបានបង្ហាញថាមនុស្សចាស់ដែលប្រើប្រាស់មនុស្សយន្តព្យាបាលមានអារម្មណ៍ធូរស្រាលពីភាពឯកោបាន30វាជាដំណោះស្រាយមួយដែលផ្ដល់នូវសេចក្តីថ្លៃថ្នូរនិងការចូលប្រើបច្ចេកវិទ្យាទំនើបដល់មនុស្សគ្រប់គ្នាការប្រើប្រាស់មនុស្សយន្តព្យាបាលមិនមែនជាការជំនួសការយកចិត្តទុកដាក់ពីមនុស្សពិតនោះទេប៉ុន្តែជាការបន្ថែមដ៏ឆ្លាតវៃមួយវាជាស្ពានដែលភ្ជាប់បច្ចេកវិទ្យាទំនើបជាមួយនឹងតម្រូវការរបស់មនុស្សដែលជួយឲ្យមនុស្សចាស់អាចរស់នៅដោយមានសុភមង្គលនិងឯករាជ្យភាពកាន់តែច្រើនប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីបច្ចេកវិទ្យាដែលផ្លាស់ប្ដូរជីវិតសូមចុចលើវីដេអូនៅលើអេក្រង់ឥឡូវនេះ